បាទ សូមគោរពជំរាបសួរដល់បងប្អូនទាំងអស់គ្នាជាពិសេសដល់បងប្អូនដែលទើបតែចូលរៀនថ្នាក់វេយ្យាករណ៍ភាសាអង់គ្លេសដំបូងថ្ងៃនេះយើងបន្តមេរៀនយើងបន្តទៀតដែលកាលពីថ្ងៃមុនយើងបានសិក្សាអំពី present simple នៃ verb to be យើងបានសិក្សាពីទម្រង់មានទម្រង់ស្របទម្រង់ប្រែសាយក៏ដូចជាទម្រង់សំណួរហើយក៏បានសិក្សាទៅលើការប្រើប្រាស់របស់វាផងដែរថ្ងៃនេះយើងក៏លេខមកសិក្សាអំពីការធ្វើលំហាត់វិញម្ដងតើតើជាមួយនឹង present simple នៃ verb to be អូខេតោះយើងកុំឲ្យខាតពេកយើងចូលទៅធ្វើលំហាត់ទាំងអស់គ្នាឥឡូវនេះយើងចូលមកដល់លំហាត់របស់យើងហើយអូខេខ្ញុំសូមសម្រួលអានេះឲ្យវាតូចតិចដើម្បីយើងស្រួលមើលទាំងអស់គ្នាបាទអូខេនេះយើងអាចស្រួលមើលទាំងអស់គ្នាហើយអញ្ចឹងថ្ងៃនេះយើងរៀនអំពីការធ្វើលំហាត់នៃ present simple នៃ verb to be am is និង are ដែលយើងរៀនទម្រង់កាលពីថ្ងៃមុនអូខេ exercise 1 យើងគឺគេឲ្យយើង complete the sentences with the form out to be in the present simple am is និង are ខ្ញុំសូមរំលឹកបន្ថែមថាមុនពេលដែលយើងធ្វើលំហាត់សំខាន់បំផុតគឺការណែនាំរបស់គេអញ្ចឹងយើងត្រូវច្បាស់ទៅលើការណែនាំរបស់គេថាគេចង់ឲ្យយើងធ្វើអីនៅលំហាត់ exercise 1របស់យើងនេះគឺគេឲ្យយើងបំពេញប្រយោគដោយប្រើទម្រង់នៃ present simple របស់ verb to be ឬក៏ verb to be នៃ present simple ដែលវាមាននេះ am is និង are វាមាន3ហ្នឹង am is និង are យកពាក្យ3ហ្នឹង am is are ហ្នឹងទៅបំពេញនេះប្រឡោះខាងក្រោមនេះតើមួយណាបំពេញ is មួយណាបំពេញ are មួយណាបំពេញ am អូខេតោះយើងមើលទី1I at home អញ្ចឹងតើយើងគួរបំពេញមួយណារវាង am is និង are អូខេអញ្ចឹងទម្រង់របស់យើងដឹងហើយថា I សំទោសទម្រង់ប្រយោគស្របរបស់យើងគឺ subject បូកជាមួយនឹង verb to be បូកជាមួយនឹង complement អញ្ចឹង I យើងនេះយើងបាន I មកជា subject ជាប្រធានហើយ to be យើងមាន3ថ្ងៃមុនគឺ am is និង are ហើយ at home នេះគឺជា complement ប៉ុន្តែប្រធានអីគេប្រធាន I យើងប្រើជាមួយនឹង am អូខេអញ្ចឹងប្រយោគទី1គឺយើងបំពេញពាក្យ am អូខេយើងបានទម្រង់ពេញលេខ1ហើយគឺ I am at home អូខេទី1គឺ I am at home ទី2 she not at home in the morning នាងnot នេះសំដៅទៅលើប្រយោគបដិសេធ at home in the morning អញ្ចឹងគេចង់មានន័យថានាងមិននៅផ្ទះទេកាលពីព្រឹកមិញអូខេអញ្ចឹងតើយើងគួរបំពេញអីកន្លែងនេះ am is ឬក៏ are យើងមើលមុននឹងបំពេញយើងមើលនេះតើប្រធានអីគេប្រធាន C អញ្ចឹងប្រធាន C គឺប្រើជាមួយនឹងis អូខេ she is not at home in the morning នាងមិននៅផ្ទះទេកាលពីព្រឹកមិញទី3 we in the park ពួកយើងគឺនៅក្នុងសួនឧទ្យាន park ហ្នឹងគឺសួនឧទ្យានអញ្ចឹងតើយើងបំពេញអី am is ឬក៏ are យើងកន្លែងមកមើលប្រធានយើងអីគេប្រធានយើងគឺ we អញ្ចឹងបើប្រធាន we គឺយើងប្រើជាមួយនឹង are អូខេយើងប្រើជាមួយនឹង are ទី4 this ចុច my new laptop នេះគឺជា laptop computer ថ្មីរបស់ខ្ញុំ this យើងមើល D វាជាស្អីគេវាជាសព្វនាមជាទូទៅយើងសម្គាល់តែ I you they it
តែនេះវាចេញដល់ this នេះគឺសម្រាប់លើសព្វនាមអញ្ចឹងមួយបើមួយយើងប្រើ is this is my new laptop ទី5 our friends on their summer holidays មិត្តភ័ក្តិរបស់ពួកយើងគឺកំពុងតែស្ថិតនៅថ្ងៃឈប់សម្រាកនារដូវក្តៅ summer រដូវក្តៅអញ្ចឹងយើងគូបំពេញអី is am ឬក៏ are យើងមើលនេះប្រធានគេគឺ our friend ហ្នឹងគឺមិត្តភ័ក្តិច្រើនដោយសារតែយើងជំនួសដោយប្រធានរបស់យើង are you we they he she ទៅច្រើនពួកគេអញ្ចឹងពួកគេសម្រាប់ពួកគេអញ្ចឹងគឺ they ឯងចឹងបើ they គឺប្រើជាមួយនឹង are ទី5យើងបំពេញពាក្យ our friends are on their holiday our friend are on their summer holidays number 6 Uncle Mesa a good football player លោកពូមេសា Uncle នឹងលោកពូមេសាគាត់គឺជាអ្នកលេងកីឡាបាល់ទាត់នេះដ៏ល្អដ៏ពូកែអញ្ចឹងទៅអញ្ចឹងទី6យើងមកពេញអី is am ឬក៏ are យើងមើលនេះពូមេសា Uncle មេសាជាប្រធានអីអូខេពូខ្ញុំមនុស្សប្រុសគឺសំដៅទៅលើ he អញ្ចឹងបើ he កន្លែងនេះគឺ is he is a good football player លោកពូមេសាគាត់គឺជាអ្នកលេងកីឡាបាល់ទាត់ដ៏ល្អដល់ពូកែម្នាក់ទី7 the dog under the table ឆ្កែគឺនៅក្រោមតុអញ្ចឹងយើងមើលឆ្កែវាជាសព្វនាមមួយប៉ុន្តែវាឆ្កែតែមួយទេនេះអូខេឆ្កែតែមួយទេអញ្ចឹងបើឆ្កែតែមួយទេអាចជំនួសដោយអីឆ្កែបើសិនជាឆ្កែនេះអាចជំនួសដោយ he បានតែបើសំទោសឆ្កែញីអាចជំនួសដោយ c បានតែបើឆ្កែឈ្មោលយើងអាចជំនួសដោយ he បានអញ្ចឹងគឺបើជាឆ្កែញីឬឆ្កែឈ្មោលក៏ដោយគឺយើងប្រើជាមួយនឹង is ទាំងអស់អញ្ចឹង is ទៅជា is លេខ7 the dog is under the table ឆ្កែគឺវានៅក្រោមតុក៏ប៉ុន្តែកន្លែងនេះបើសិនជាឆ្កែនេះច្រើនគេថែម s គឺយើងប្រើកន្លែងនេះគឺ are វិញអូខេអញ្ចឹងប្រយ័ត្នច្រឡំកន្លែងហ្នឹងអូខេបើសិនជាឆ្កែច្រើនយើងប្រើ are វិញដោយច្រើនដូចយើងដោយពាក្យ they អញ្ចឹងកន្លែងនេះខ្ញុំសូមទៅត្រឡប់ក្រោយវិញទៅប្រធានគេវិញអូខេ the dog is under the table ឆ្កែគឺនៅក្រោមតុ8 he very funny គាត់គឺពិតជាគួរឲ្យកំ pl ែងគាត់ចូលចិត្តកំ pl ែងអញ្ចឹង he គឺអត់អីគិតយូរទេប្រកាសជាប្រើជាមួយនឹង is ហើយ he is very funny 9 the shoes white ស្បែកជើងគឺពណ៌សអញ្ចឹងស្បែកជើងជាទូទៅស្បែកជើងគឺវាមានប្រមាណវាគូតែមានមួយគូត្រូវអត់កន្លែងនេះក៏វាដើរតួជា plural noun ដែរវាដើរតួជាពហុវចនៈប៉ុន្តែយើងមើលស្បែកជើងតើអាចជំនួសអីបានរវាងប្រធានរបស់យើង are you we they he she it មានam is និង are តើយើងពេញអីអូខេស្បែកជើងវាមានច្រើនអញ្ចឹងគឺ we are សំទោសthe shoes are white ស្បែកជើងវាពណ៌សអូខេ you អីកន្លែងនេះអូខេយើងក៏ឃើញពី you យើងដឹងហើយអត់មានអីពិបាកទេកន្លែងនេះគឺ you are right អូខេអ្នកគឺត្រូវហើយ11 Susan good at tennis Susan គាត់ប៉ាកែឬក៏គាត់ល្អខាងកីឡាវាយ tennis តើពីអី Susan យើងមើលប្រធានសិនមុននឹងបំពេញ Susan អាចដល់ជំនួសដោយ C នាងណានាងអញ្ចឹងគឺ
បើសិនជាគាត់ស្រីយើងអាចថា C តែពេលខ្លះគាត់អាចជាប្រុសដែរស៊ូសានឈ្មោះណាគាត់អាចជាប្រុសក៏ដោយស្រីក៏ដោយយើងអាចជំនួសដោយ C ឬក៏ he អញ្ចឹងទោះបីជា C ឬ he ក៏នៅតែ is ដូចគ្នាអញ្ចឹងគឺ he Susan is good at tennis Susan គឺប្រកែឬក៏ Susan គឺល្អខាងលេងកីឡា tennis 12 They in the house They យើងគាត់ឲ្យឃើញ They មកจุดដឹងហើយគឺប្រកាសជាអត់មានអីគិតច្រើនទេឡើងហ្នឹងគឺ They are in the house ពួកគេគឺនៅក្នុងផ្ទះទី13 His t-shirts cold His t-shirt cold អាវយឺតរបស់គាត់វាត្រជាក់cold សាច់វាត្រជាក់អញ្ចឹងឬក៏សាច់វាទន់នេះសំដៅលើអញ្ចឹងពាក់ទៅត្រជាក់អូខេ t-shirt អញ្ចឹងមើល t-shirt វាជាអាវឬក៏ហៅថាវត្ថុអញ្ចឹងយើងអាចជំនួសដោយអី he she it you we they I ឬក៏ I you we they he she it តើជំនួសតែមួយណាវត្ថុប្រកបជាជំនួសឲ្យ it ប៉ុន្តែយើងមើល it ហ្នឹងតើកន្លែងហ្នឹងវាជាអីវាជាឯកវចនឬবহুវចនៈវាមានតែមួយឬមានច្រើនអូខេវាមានច្រើននេះយើងមើលនេះមាន s អញ្ចឹងអាវនេះគឺវាមានច្រើនបើវាមានច្រើនវាលែងជំនួសដោយ it ដែរព្រោះ it គឺតែមួយឯងបើសិនជាមួយយើងចំណាយ it តែច្រើនគឺជំនួសដោយ they អញ្ចឹងបាទ they គឺអូខេទី13 his t-shirt are cold អាវយឺតរបស់គាត់វាសាច់វាត្រជាក់អូខេចង់មានន័យអញ្ចឹងទី14 my sister a good swimmer បងស្រីរបស់ខ្ញុំគាត់ប្រកែខាងហែលទឹកខាងកីឡាហែលទឹក swimmer អញ្ចឹងកន្លែងនេះ my sister បងស្រីខ្ញុំជំនួសដោយអីគឺជំនួសដោយ C អញ្ចឹងបើ C គឺកន្លែងនេះគឺយើងបំពេញ is she isសំដៅ my sister is a good swimmer បងស្រីរបស់ខ្ញុំគាត់ប្រកែខាងកីឡាហែលទឹកចូលទៅទី15 she's in Italy នាងគឺនៅក្នុងប្រទេសអ៊ីតាលីអញ្ចឹងគាត់ថា C យើងឃើញប្រធាន C មកគឺអត់មានគិតអីច្រើនទេប្រកាសជា EHS អូខេឥឡូវយើងបានកែលំហាត់ជាងចំនួន15លំហាត់15ប្រយោគវាបានដល់ទីបញ្ចប់ហើយសង្ឃឹមថាបងប្អូនដែលទើបតែចាប់ផ្ដើមថ្នាក់រៀនភាសាអង់គ្លេសដំបូងអាចយល់និងអាចចាប់បានទាំងអស់គ្នាហើយបើសិនជាមានចម្ងល់ត្រង់ណាឬក៏មិនត្រង់ត្រង់ណាអាច comment ខាងក្រោមបានអូខេអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេនៅថ្ងៃនេះជួបគ្នានៅវីដេអូក្រោយបាទសូមអរគុណ